ឈ្មោះថាសិភៅគិតធំវិធីគិតដែលជួយជំរុញឲ្យអ្នកទទួលបានជោគជ័យលើការគិតចឹងយើងចាប់ផ្ដើមទាំងអស់គ្នាទី1បើអ្នកគិតថាធ្វើបានអ្នកនឹងធ្វើបានភាពជោគជ័យសំដៅដល់រឿងដែលស្រស់បោះនឹងជឿដែលល្អទាំងពួងភាពជោគជ័យសំដៅដល់ភាពមានបានផ្ទាល់ខ្លួនរួមមានផ្ទះស្អាតមានពេលវេលាសម្រាប់លំហែកាយទៅដើរកម្សាន្តបានជួបនឹងបទពិសោធន៍ថ្មីនិងភាពស្ថិតស្ថេរផ្នែកហិរញ្ញវត្ថុសម្រាប់ប្រពន្ធកូនភាពជោគជ័យសំដៅដល់ការទទួលបានការកោតសរសើរមានភាពជាអ្នកដឹកនាំដែលទទួលស្គាល់ពីបណ្ដាមិត្តរួមអាជីពពីមុខជំនួញនិងជាមនុស្សដែលត្រូវមិត្តភ័ក្តិស្រឡាញ់ចូលចិត្តនៅក្នុងសង្គមលើពីអ្វីទាំងអស់ភាពជោគជ័យសំដៅដល់ការមានសេរីភាពទាំងឡាយដូចជាបានសេរីភាពចាត់ទុកផុតសេចក្តីព្រួយកង្វល់សេចក្តីខ្លាចសេចក្តីគុំគួននិងភាពបរាជ័យភាពជោគជ័យស្កសំដៅដល់សេចក្តីគោរពរាប់អានការមានសេចក្តីសុខនិងសេចក្តីពេញចិត្តក្នុងជីវិតយ៉ាងពិតប្រាកដពីការដែលអាចឲ្យដល់មនុស្សដែលខ្លួនស្រឡាញ់បានច្រើនជាងភាពជោគជ័យសំដៅដល់ជ័យជំនះភាពជោគជ័យគឺជាចំណុចគោលដៅរបស់ជីវិតមនុស្សគ្រប់រូបត្រូវការភាពជោគជ័យគ្មានអ្នកណាពេញចិត្តនឹងរស់នៅក្នុងសភាពក្រីក្រឬចូលចិត្តនៅក្រោមអ្នកដទៃឲ្យគេសម្លុតគំរាមគ្រប់ពេលវេលានោះឡើយបេះដូងនៃការសាងភាពជោគជ័យយ៉ាងសំខាន់បំផុតមួយប្រការទៀតស្ថិតក្នុងគម្ពីរប៊ីបដែលបានព្រានប្រដៅថាជំនឿអាចធ្វើឲ្យកក្រើកសូម្បីតែផ្ទាំងសិលាបើអ្នកជឿថាអ្នកអាចរំកិលភ្នំបានអ្នកនឹងធ្វើបានពិតមែនតែបើអ្នកមិនជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងទេភាពបរាជ័យក៏នៅរង់ចាំអ្នកនៅខាងមុខដូច្នោះដែរអ្នកប្រហែលជាធ្លាប់បានឮអ្នកខ្លះនិយាយថាជារឿងឥតប្រយោជន៍ដែលអ្នកអាចរំកិលភ្នំទាំងមូលបានដោយគ្រាន់តែនិយាយមនុស្សដែលគិតបែបនេះតាមពិតទៅកំពុងតែច្របូកច្របល់នឹងពាក្យថាជំនឿឬសទ្ធានិងសេចក្តីសង្ឃឹមហើយមនុស្សប្រភេទនេះមិនសង្ឃឹមថាអាចរំកិលឬលើកភ្នំចេញបានទេឬសង្ឃឹមនឹងមានតំណែងការងារល្អមានផ្ទះល្អឬអាចក្លាយទៅជាអ្នកដឹកនាំបានសទ្ធាឬជំនឿធ្វើឲ្យយើងអាចរំកិលភ្នំបានពិតមែនមធ្យោបាយនៃភាពជោគជ័យពិតប្រាកដគឺមានជំនឿថាយើងអាចធ្វើបានសម្រេចគ្មានអ្វីអាចកំបាំងឬអស្ចារ្យទាក់ទិននឹងអំណាចជំនឿឬកម្លាំងសទ្ធាទេជំនឿនិងទស្សនៈដែលថាយើងជឿជាក់យើងធ្វើបាននឹងសាងថាមពលនិងភាពជំនាញដែលចាំបាច់ចំពោះភាពជោគជ័យដើម្បីជឿជាក់ក្នុងចិត្តយ៉ាងពិតប្រាកដថាយើងធ្វើបានវិធីដែលត្រូវធ្វើក៏នឹងកើតឡើងឯងជារៀងរាល់ថ្ងៃយុវជនដែលទើបតែចាប់ផ្ដើមចូលធ្វើការងារថ្មីម្នាក់តែងតែសង្ឃឹមថាថ្ងៃណាមួយគេនឹងទទួលបានជោគជ័យនិងបានធ្វើជាប្រធានផ្នែកឬប្រធានគ្រប់គ្រងតែយុវជនទាំងនោះភាគច្រើនតែងគ្មានជំនឿថាខ្លួនឯងអាចឈានទៅដល់ចំណុចខ្ពស់នោះបានទេទីបំផុតការពិតក៏ដូច្នោះមែនព្រោះអ្នកដែលមិនជឿថាខ្លួនឯងអាចធ្វើទៅដល់តំណែងនោះបាន
ក៏មិនខំប្រឹងប្រែងស្វែងរកវិធីដើម្បីឆោងចាប់តំណែងនោះឲ្យបានឡើយទស្សនៈរបស់មនុស្សប្រភេទនេះគឺទស្សនៈរបស់មនុស្សទូទៅឬមនុស្សកម្រិតមធ្យមអូខេអញ្ចឹងអរគុណច្រើនចាំយើងអាននៅវគ្គបន្តបន្ទាប់ពីវគ្គនេះ